Chim biệt xuបងប្អូនចូលមកកាន់វីដេអូខ្ញុំបន្តទៀតហើយថ្ងៃនឹងដែរមកជោគទឹកម្ដងបងប្អូនអើយទឹកចំនួនពេញរោងពេញប៉ោះនេះបងប្អូនមិនមែនទឹកភ្លៀងឬក៏ទឹកណាមកពីណាទេគឺទឹកជីដែលយើងប្រហូរចូលទៅគល់ពេញប៉ោះហ្នឹងហើយវាស្ទះតាមតកន្លែងតដែលយើងធ្វើនេះពេញប៉ោះប្រហែលជាវាអាចស្ទះសម្រាប់ធ្លាក់ចូលគុំដឹងឬក៏ស្ទះនៅជាមួយអាផ្លែដែលវាឈូសចូលក្នុងតហ្នឹងយើងអត់ដឹងដែរអញ្ចឹងណាពួកអីតហ្នឹងវារៀងតូចដល់ពេលអញ្ចឹងវាប្រឡោះតូចនៅការដែលវាមានសម្រាប់ធ្លាក់ចូលឬក៏ផ្លែពេញប៉ោះធ្លាក់ចូលអញ្ចឹងគឺស្ទះហើយសាមុនគឺធ្លាក់ចូលទៅគឺស្ទះអញ្ចឹងដែរហូរពេញហ្នឹងដែរដល់ពេលមកសាននេះយើងធ្វើការនៅខាងនោះទេប៉ុន្តែដល់ទៅពេលល្ងាចឡើងយើងដើរមកនេះមានណាហូរពេញហ្នឹងទាំងអស់ស្ទះអញ្ចឹងទើបដួសចេញហើយរោងពេញប៉ោះខ្ញុំបើសិនជាមិនដួសចេញទៅគឺវាអត់ហូរទៅណាទេគឺដកនៅហ្នឹងហើយដោយសារថាខាងក្រោមនេះគឺគេដាក់ថង់គេក្រាថង់ហ្នឹងទៅគឺវាអត់មានហូរទៅណាទេអញ្ចឹងហើយគឺត្រូវតែដួសចេញបើមិនដួសគឺដកនៅហ្នឹងហើយទឹកសតទឹកជីបងប្អូនអើយវាហូរចេញពីអារោងពេញប៉ោះហ្នឹងវាស្ទះតវាស្ទះតទៅគឺវាហូរចេញក្រៅយ៉ាងមកហើយឥឡូវនេះកំពុងតែជោគហើយតកែដាក់ជោគមាននេះទឹកសតទឹកជីពេញហ្នឹងទាំងអស់លិចពេញរោងទាំងអស់